បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានអន្តរជាតិដែលនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរកប្រទេសឃើញហើយនៅបំណែកយន្តហោះដែលត្រួតពិនិត្យការនេសាទដែលបានបាត់ដាននៅក្នុងប្រទេសឥណ្ឌូនេស៊ីផ្ទាល់បាទអាជ្ញាធរឥណ្ឌូនេស៊ីបានរាយការណ៍នៅថ្ងៃទី18ខែមករាថាបានប្រទះរកឃើញនៅបំណែកយន្តហោះដែលត្រួតពិនិត្យការនេសាទដែលបានបាត់ដាននៅក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូងធ្លាក់លើចង្កេះភ្នំមួយដែលគ្របដណ្ដប់ដោយអាប់និងរកឃើញសាកសពមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង10នាក់ដែលជិះនៅក្នុងយន្តហោះនេះផងដែរយន្តហោះធុន ATR 42500របស់ក្រុមហ៊ុនអាកាសចរឥណ្ឌូនេស៊ី Air Transport បានបាត់ការតាក់ទងជាមួយផ្នែកត្រួតពិនិត្យអាកាសកាលពីថ្ងៃទី17ខែមករាវេលាម៉ោង 13:30 នាទីម៉ោងក្នុងស្រុកនៅជិតតំបន់ម៉ារ៉ូសភាគខាងត្បូងកោះស៊ូវ៉ាឡេស៊ីក្នុងយន្តហោះនោះមានសមាជិកក្រុមយានិកចំនួន7នាក់និងអ្នកដំណើរទាំងអស់គឺ3នាក់យន្តហោះនេះជួលដោយក្រសួងកិច្ចការសមុទ្រនិងនេសាទឥណ្ឌូនេស៊ីដើម្បីបំពេញបេសកកម្មរបស់ខ្លួនគឺត្រួតពិនិត្យតាមដានតាមអាកាសដល់ការនេសាទអ្នកដំណើរទាំង3នាក់ជាសមាជិកបុគ្គលិកនៃក្រសួងនោះផងដែរអាជ្ញាធរដំបងគូសបញ្ជាក់ថាក្នុងយន្តហោះមានសមាជិកក្រុមយានិកចំនួន8នាក់មុនពេលតួលេខនេះវិញយន្តហោះនេះធានាការហោះហើររវាងក្រុងយូសយ៉ាកាតានិងក្រុងម៉ាកាសាទីប្រជុំជនខេត្តស៊ូឡាវេស៊ីខាងត្បូងពេលបាត់ដានពីអេក្រង់រ៉ាដានាព្រឹកថ្ងៃទី18ខែមករាបណ្ដាអ្នកសង្គ្រោះមូលដ្ឋានបានរកឃើញបំណែកយន្តហោះនៅតាមកន្លែងជាច្រើនជុំវិញភ្នំប៊ូលូសារ៉ង់ក្នុងតំបន់ម៉ារ៉ូសភ្នំនោះមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា1500គីឡូម៉ែត្រភាគឦសានរដ្ឋធានីហ្សាកាតាហើយនាព្រឹកថ្ងៃទី18បំណែកសំខាន់ៗនៃយន្តហោះក៏ត្រូវបានរកឃើញហើយក៏តូចយន្តហោះក៏បានរកឃើញនៅលើចង្កេះភ្នំនោះផងដែរបណ្ដាអ្នកសង្គ្រោះក៏បានរកឃើញបំណែកដទៃផ្សេងទៀតជាពិសេសម៉ាស៊ីននិងកៅអីអ្នកដំណើរនារសៀលថ្ងៃទី18ខែមករាពួកអ្នកសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះម្នាក់នៅក្នុងជ្រោះមួយស្ថិតនៅចម្ងាយប្រមាណជា200ម៉ែត្រពីកំពូលភ្នំគេមិនទាន់ដឹងនៅឡើយទេពីវាសនារបស់មនុស្ស9នាក់ផ្សេងទៀតនៅក្នុងយន្តហោះដែលពិតជាស្លាប់អស់ហើយឬក៏មិនដឹងពីខ្ញុំបាទក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា